Hello សួស្តីអ្នកទាំងអស់គ្នាពេលនេះខ្ញុំមកចិនប្លុកមួយដែលខ្ញុំធ្វើដំណើរកម្សាន្តទៅលេងខេត្តព្រះសីហនុហើយវីដេអូនេះគឺខ្ញុំទៅលេងតាំងពីថ្ងៃទី1មិនិនាមកម្លេះសម្រាប់ប្លុកមួយនេះខ្ញុំក៏សូមអធិស្ឋានដល់ពុកម៉ែបងប្អូនដែរគឺខ្ញុំថតឡើងចូលជិត2ខែហើយទើបតែខ្ញុំយកវីដេអូនេះមកផុសដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាពីការដំណើរកម្សាន្តមួយនេះហើយមួយទៀតខ្ញុំចង់ជម្រាបទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងមុនដែរថាខ្ញុំចិនប្លុកមួយនេះគឺថតបានតែសកម្មភាពនៅក្នុងឡានហើយនឹងមើលទេសភាពបានទៅទូតនៅខាងក្រៅហើយនឹងចុះសម្រាប់នៅចំណតបានមួយផ្លែតែប៉ុណ្ណោះដោយការធ្វើដំណើរពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុនឹងគឺចាយពេលអស់រយៈពេល7កន្លះថ្ងៃបងប្អូនចឹងក៏ខ្ញុំចិនប្លុក2ប្លុកក្នុងឡានហើយនឹងប្លុកដំណើរកម្សាន្តនៅខេត្តព្រះសីហនុថ្ងៃនោះខ្ញុំពិតជាមានសំណាងមែនទែនដែលបានអង្គុយជាប់នឹងតារាចម្រៀងដែលគាត់ច្រៀងឲ្យស្ដាប់រដងគឺខ្ញុំអត់ដែលស្ដាប់ទេបទបុរាណអីពេលដែលគាត់ច្រៀងឲ្យស្ដាប់នៅចិត្តត្រជាទៅមានអារម្មណ៍ថាស្ដាប់បទចម្រៀងពីមុនព្រោះដែរតើបងប្អូនមុនទៅដល់គោលដៅគឺយើងត្រូវតែចុះនៅចំណតមួយនេះសិនដើម្បីបត់ដៃបត់ជើងឬក៏ទិញភេសជ្ជៈឬក៏នំអាហារសម្រន់អីទៅតាមខ្លួនអីបន្ថែមអាចចុះនៅចំណតមួយនេះសិនបានហើយយើងក៏ឆ្លៀតពេលវេលាតិចតួចដែលរយៈពេលដែលរងចាំគ្នាហ្នឹងគឺថតដើរលេងថតរូបថតអីនៅទីនេះបានអំឡុងពេលដែលរងចាំខ្ញុំក៏ឆ្លៀតឡើងមកលើដំបូលអគារមកមើលទេសភាពហើយនៅលើដំបូលអគារនេះពិតជាត្រជាក់ស្រួលមែនតើបងប្អូនរយៈពេលរងចាំនឹងឈប់សម្រាកគឺបានផុតឲ្យបងប្អូនគឺមកដល់កន្លែងចំណតមួយទៀតចំណតដើម្បីបង់លុយចូលក្រុងព្រះសីហនុឲ្យបងប្អូនកន្លែងចំណតដែលបង់លុយហ្នឹងក្រុមឡានរបស់ខ្ញុំពិតជាកន្លុកខ្លាំងមែនតើបងប្អូនម្នាក់គឺឈរអត់ជាប់នៅកន្លែងទេគឺឡើងឈរកន្លុករួមច្រៀងហូឡើងពេញឡានតែម្ដងបងប្អូនមានតែខ្ញុំមួយទេដែលអង្គុយនឹងស្គឹងតែម្នាក់ឯងនិយាយលេងទេបងប្អូនខ្ញុំមិនមែនអង្គុយនឹងស្គឹងទេគឺខ្ញុំសំដែងទេអង្គុយនឹងមិននោះក៏ពិតទៅគឺខ្ញុំលើកកាមេរ៉ាមកថតរហូតទោះបីខ្ញុំបានឡើងច្រៀងឡើងរាំអីដោយប៉ុន្តែគឺខ្ញុំបានថតសកម្មភាពអ្នកមីងនឹងអមបងនៅក្នុងឡាននឹងទាំងអស់ហ្មងឃើញពួកគាត់សប្បាយខ្ញុំអង្គុយថតនឹងក៏ខ្ញុំសប្បាយដែរបងប្អូនគឺមិនអត់សប្បាយទេប៉ុន្តែគាត់ថាសប្បាយបែបខុសគ្នាអញ្ចឹងបងប្អូនគាត់សប្បាយរៀងច្រៀងរាំអីអញ្ចឹងទៅសម្រាប់ខ្ញុំសប្បាយបែបស្ងប់ស្ងាត់លើកាមេរ៉ាមកថតសកម្មភាពយកហ្មងថតនឹងមានថតទៅណាបងប្អូនថតនឹងទុកកាត់ប្លុកឲ្យពួកគាត់មើលនឹងឯងប៉ុន្តែវីដេអូរបស់ខ្ញុំប្លុករបស់ខ្ញុំហ្នឹងក្រចិនពេកចឹងទៅអត់ទាន់ពេលឲ្យពួកគាត់បានមើលចឹងហើយបានខ្ញុំឆ្លៀតពេលដើម្បីរៀបចំប្លុកមួយនេះឡើងកុំឲ្យផុតខែ4ចូលខែ5បើសិនចូលខែ5ប្លុកមួយនេះកាន់តែវែងឆ្ងាយយូរទៀតឯងបងប្អូនតាមធម្មតាប្លុកដំណើរកម្សាន្តមួយថ្ងៃ2ថ្ងៃក្រោយពីមកពីដើរលេងគឺគេកាត់បានផុសឲ្យបងប្អូនប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំតែងតែថតឲ្យទុកចោលអញ្ចឹងទៅក៏ធ្វើឲ្យប្លុកមួយនេះក្រចិនឲ្យបងប្អូនបានទស្សនាតែมันជាហ្វេបងប្អូនខ្ញុំនឹងចិនប្លុកទាំងអស់ឲ្យពុកម៉ែបងប្អូនបានមើលព្រោះខ្ញុំថតហើយខ្ញុំមិនថតលុបចោលឯមុននឹងលុបចោលគឺខ្ញុំផុសឲ្យពុកម៉ែបងប្អូនបានមើលសិនបានខ្ញុំលុបតោះបងប្អូនមកទស្សនាតាមដងផ្លូវជាមួយខ្ញុំទាំងអស់គ្នាគឺមានឃើញព្រៃព្រឹក្សាភ្នំហើយនិងពលានយន្តហោះនៅខាងខេត្តព្រះសីហនុដែរបងប្អូនងាកមកមើលក្នុងឡានវិញបងប្អូនគឺក្លុករហូតមកបងប្អូនតាំងពីដើមដំបងដែលចូលមកលើឡានគឺអង្គុយបានតែមួយផ្លែទេគឺរួមច្រៀងក្លុកតែរហូតតែម្ដងកន្លះថ្ងៃដែលនៅក្នុងឡានហ្នឹងគឺអត់ខាតទេបងប្អូនគឺគាត់សប្បាយរហូតតែម្ដងបងប្អូនពេលបានទស្សនាប្លុករបស់ខ្ញុំមានឃើញប្លែកអីអត់បងប្អូនដោយសារតែក្នុងឡានរបស់ខ្ញុំអត់ទាន់បានចុះ
ដំណើរកំសាន្តដើរលេងទស្សនានៅកន្លែងណាមួយទេគឺនៅតែក្នុងឡានហើយនឹងចុះនៅចំណតមួយកន្លែងទេប៉ុន្តែប្លែកត្រង់ថាសម្លៀកបំពាក់គឺម្នាក់ដូចជាដូរសម្លៀកបំពាក់បានមួយឈុតទៀតហើយបងប្អូនអត់ទាន់បានចុះដើរលេងទេណាគឺបានមួយឈុតទៀតហើយនិយាយទៅនៅក្នុងឡានរបស់ខ្ញុំទោះអត់ទាន់បានចុះដំណើរកំសាន្តក៏អត់ខាតដែរបងប្អូនគឺគាត់រាំច្រៀងក្លុកពេញឡានហើយដូរសម្លៀកបំពាក់នៅក្នុងឡានទៀតគឺប្លែកទៀតលយមែនតើបងប្អូនហើយខ្ញុំក៏ចង់ប្រាប់បងប្អូនឲ្យបានដឹងដែរថាខ្ញុំនេះជាលើកទី1ហើយដែលខ្ញុំបានទៅលេងខេត្តព្រះសីហនុនៅក្រុងព្រះសីហនុអញ្ចឹងណាពីមុនមកគឺខ្ញុំអត់ដែលបានទៅលេងព្រះសីហនុទេចេះតែខកជើងរហូតនិយាយទៅនៅក្នុងថ្ងៃនោះគឺខ្ញុំពិតជារំភើបមែនទែនដែលខ្ញុំបានមកដល់ខេត្តព្រះសីហនុអញ្ចឹងបងប្អូនគឺខ្ញុំមិននឹកស្មានថាខ្ញុំបានមកលេងខេត្តព្រះសីហនុនោះនៅឆ្នាំ2026នេះទេឥឡូវនៅសល់តែ2ខេត្តទៀតទេដែលខ្ញុំអត់ទាន់បានទៅលេងដល់គឺខេត្តមណ្ឌលគិរីហើយនិងរតនគិរីសម្រាប់2ខេត្តនេះខ្ញុំថ្ងៃណាមួយខ្ញុំនឹងទៅលេងឲ្យបានដល់ឲ្យបានគ្រប់ខេត្តនៅក្នុងប្រទេសកម្ពុជារបស់យើងតែម្ដងហើយមួយទៀតខេត្តដែលខ្ញុំទៅដល់ហើយអត់បានថតរូបនោះគឺខេត្តត្បូងឃ្មុំគឺខ្ញុំបានទៅលេងនៅទីនោះបានម្ដងដែរប៉ុន្តែអត់បានថតរូបបង្ហាញផុសអីនៅលើបណ្ដាញសង្គម Facebook ថ្ងៃណាមួយខ្ញុំក៏ទៅលេងត្បូងឃ្មុំម្ដងទៀតដែរសូមនិយាយពីក្នុង blog នេះវិញបងប្អូនវគ្គនេះគឺវគ្គដែលខ្ញុំចុះពីលើឡាននេះបងប្អូនគឺរៀបចំផ្លាស់ប្ដូរខោអាវដើម្បីទិញសម្បត្តិចូលទៅកោះរាជបុត្រហើយខ្ញុំនឹងសម្រាយវីដេអូblog របស់ខ្ញុំតាមក្រោយទៀតក្នុងការដំណើរកម្សាន្តនៅក្នុងព្រះសីហនុបាយបាយ